រឿងអាសកស្លូតអាសកកាចកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់នៅភូមិជាមួយគ្នាមួយឈ្មោះអាសកស្លូតមួយឈ្មោះអាសកកាចឯអាសកកាចចិត្តអាក្រក់បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាតែងតែរករឿងឆ្លោះផងជេរផងវាយគេមិនដែលខានម្ដាយឪពុកអាសកកាចនោះជាអ្នកក្រាន់បើមានស៊ីមានចាយកាន់ជើងអាសកកាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសកកាចពឹងពេកឯអាសកស្លូតកំព្រាឥតមានមេត្តាបិតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអាសកស្លូតនោះបើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លោះប្រកែកដល់ម្ដងឡើយបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណីស៊ីខុសអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្ល៉េះហើយអាសកកាចនោះច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួនលោកអាសកស្លូតនិងអាសកកាចចម្រើនអាយុធំឡើងអាសកកាចបបួលអាសកស្លូតថាវើយយើងចង់នាំគ្នាទៅកាប់ឫស្សីលួសរនៀបត្បិតផ្ទះអាសកស្លូតឯងបាក់ពុកអស់ហើយអាសកស្លូតថាអញគ្មានប្រដាប់កំបិតឲ្យជាមុតមមទេទាំងអង្គត្រីស័ព្ទថ្នាំជក់ក៏គ្មានផងសប្ថ្ងៃរោគបានព្រឹកខ្វះល្ងាចអាសកកាចថាកុំបាច់យកម្ហូបចំណីថ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចោះថាហើយក៏បណ្ដាលគ្នាទៅដល់ផ្ទះអាសកស្លូតហើយអាសកស្លូតក៏និយាយប្រាប់ជីដូនថាបងសក់គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនៀបប្រដាប់ប្រដាអាហារភោជននៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខាត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អាសកថាមិនអីទេយាយផ្ទះយាយពុកបាក់អស់ហើយបានរនៀបមកគ្រាន់នឹងជួសជុលកុំឲ្យផងយាយឯយាយផ្ដាំថាចៅទៅក៏ទៅចោះតែមើលថែទាំប្អូនផងអាសកស្លូតអាសកកាចវិចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរនៀបចេញទៅទាំងពីរនាក់ដល់ព្រៃឫស្សីកាប់បានហើយលួសរនៀបអាសកកាចបានរនៀបតិចអាសកស្លូតបានរនៀបច្រើនហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអាសកកាចគិតថាជីវិតឯងមកជាស្លាប់នឹងដៃអញឥឡូវនេះគិតហើយក៏ចាប់យកកំបិតបន្ទោះចាក់ចំភ្នែកអាសកស្លូតដែលកំពុងស៊ីបាយអាសកស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអាសកកាចឆ្លើយថាឯងរករបររបស់អញហើយមកស៊ីបាយអញទាំងរនៀបក៏បានច្រើនជាងអញទៀតអាសកស្លូតឆ្លើយថាកាលបងឯងបបួលខ្ញុំមកកាប់ឫស្សីលួសរនៀបខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេបងឯងធានាថាបាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករនៀបទាំងអស់ក៏យកចោះតែកុំសម្លាប់ខ្ញុំអាសកកាចឆ្លើយថាឯងនេះមាត់រឹងណាស់អាភាវនាទៅថាហើយអាសកកាចក៏ចាប់កំបិតបន្ទោះចាក់ភ្នែកអាសកស្លូតម្ខាងទៀតឈាមបាញ់ហូរស្រក់ជោកមុខជោកដើមទ្រូងខ្វាក់ភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស់ស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរាកំព្រានៅឯផ្ទះម្នាក់ឯងអាសកកាចថាឯងទៅឲ្យត្រីវិស៊ីទៅថាហើយច្រានអាសកស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរដោយគិតថាអាសកស្លូតមកជាស្លាប់ហើយក៏ប្រមូលរនៀបទាំងអស់ចងបាច់វិលមកផ្ទះដាក់រនៀបហើយហួសទៅនិយាយក្លែងកុហកប្រាប់ជីដូនអាសកស្លូតថាចៅយាយឯងខ្លាខំស្លាប់ទៅហើយយាយលើអាសកកាចប្រាប់ថាខ្លាខំចៅស្លាប់ក៏ទួញយំសោកបោកខ្លួនហៀបនឹងខ្សែជីវិតឯអាសកកាចរីករាយសប្បាយចិត្តហើយក៏ដើរលេងចិត្តផ្ទះដូចធម្មតាដោយចិត្តក្លាហានរកគ្រឿងឆ្លោះនឹងគេតពីនេះដំណើរអំពីអាសកស្លូតគ្រាដែលអាសកកាចចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវិធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះអាសកស្លូតហាយបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅក៏ភាវនារកពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរលាងចិត្តមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណែងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកមនុស្សដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកអាហារវាហែច្រាស់ទឹកហែទៅប្រទះនឹងអាសកស្លូត
ដែលកំពុងហាយបណ្ដាត់ខ្លួនតាមខ្សែទឹកក្រពើលាន់មាត់ថាអាយ៉ាលៀបធំណាស់តើអញមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយខំប្រឹងស្ទុះហាយទៅចិត្តលឺមាត់ថាពធក៏សង្ស័យចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លុះរកប្រស័យគ្មានក្រពើគិតថាគួរអញយកទៅថ្វាយលោកតាអញកុំស៊ីមនុស្សនេះហើយក៏មុជគៀអាសុកស្លូតនោះឲ្យឡើងលើខ្នងហើយត្រឡប់ទៅដល់អាស្រមវិញហើយតំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុកស្លូតទៅថ្វាយអ្នកតាសួរអាសុកស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការអ្នកតាស្ដាប់សពគ្រប់ហើយមានចិត្តមេត្តាអាសុកស្លូតនោះពុនពេកលោកថាអោអាសុកកាតអើយចិត្តអីអាក្រក់ម្លេះណាហើយចៅសុកស្លូតឯងកំភៃសឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិតភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូននៅផ្ទះវិញថាហើយក៏ផ្សំថ្នាំដាក់ភ្នែកសោតទឹកមុនផ្លុំភ្នែកឲ្យចៅសុកស្លូតនោះក៏បានភ្លឺភ្នែកដូចដើមទៅអ្នកតាក្តាប់ដីខ្សាច់មួយដៃសេកទឹកមុនផ្លុំដីខ្សាច់ដាក់ឲ្យដៃចៅសុកផ្ដាំថាចៅឯងក្តាប់ឲ្យជាប់ពុំលាដៃបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រាកន្ទេក្នុងផ្ទះហើយសឹមចៅចាក់ដីខ្សាច់នេះទៅលើកន្ទេអ្នកតាផ្ដាំហើយហៅក្រពើមកឲ្យចៅសុកស្លូតជិះលើខ្នងហើយតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសុកកាធាក់ទម្លាក់ក្នុងទឹកនោះចៅសុកឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់ក្រពើដាក់ចៅសុកឲ្យឡើងលើគោកចៅសុកក៏លាក្រពើដើរដរាបទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃើញចៅហើយស្ទុះមកអោបយំខ្សឹកសួរនិយាយប្រាប់ថាគេប្រាប់យាយថាខ្លាខំចៅស្លាប់ទៅហើយម្ចាស់ជីវិតអើយជីដូនយំសោកបោកខ្លួនអាសូរចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអនណាស់រកអ្វីព្រៀបផ្ទឹមពំបានឯចៅសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលួសរនាបត្រូវអាសុកកាតវិចាក់ភ្នែកធ្លាក់ទម្លាក់ទឹកហើយបានក្រពើនាំថ្វាយអ្នកតានោះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូននឹងរឹតតែអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រាកន្ទេក្នុងផ្ទះទៅជីដូនក្រាតាមពាក្យចៅសុកស្លូតក៏លាដៃដាក់ដីខ្សាច់លើកន្ទេកើតជាប្រាក់គោក្នុងផ្ទះអរណាស់តែពីអ្នកជីដូននឹងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះឯអាសុកកាចឃើញអាសុកស្លូតក៏នឹកក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងចាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកភ្លឺដូចដើមមានទាំងរូបសម្បត្តិសម្បូរប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើមលុះដល់វេលាស្ងាត់មួយវាបានជួបនឹងអាសុកស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលួសរនាបនោះបិសាចមកបណ្ដាចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានតែឯងស្លាប់ហើយដូចម្ដេចក៏ឯងរស់ឡើងវិញហើយមានទាំងទ្រព្យសម្បត្តិច្រើនជាងគេផងអាសុកស្លូតឆ្លើយថាគុណបានគុណបងកុំអីខ្ញុំក្រលំបាកតោកយ៉ាដូចបងឯងដឹងស្រាប់ហើយនិយាយប្រាប់អាសុកកាចតាមត្រង់ថាការដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ទឹកក្នុងស្ទឹងនោះខ្ញុំភាវនារកតែពធក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំលុះមកដល់ផ្ទះដាក់ដីខ្សាច់កើតជាប្រាក់មាសបានជាខ្ញុំមានបានសប្តាហ៍ថ្ងៃនេះអាសុកកាចលើអាសុកស្លូតនិយាយរឿងដូច្នោះក៏បណ្ដាចិត្តលោភលន់ប្រមាណគិតថាអញនឹងធ្វើឲ្យបានដូចអាសុកស្លូតថ្ងៃក្រោយជួបនឹងអាសុកស្លូតក៏និយាយថាអាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះឯបាយទឹកអាហារភោជនថ្នាំជក់កំបិតតូចធំប្រដាប់កាប់ឫស្សីលួសរនាបស្រេចលើអញទាំងអស់ឯងមានតែខ្លួនទៅបានហើយអាសុកស្លូតថាក្រែងសម្រាប់អញទៀតអាសុកកាថាមុននោះខ្មោចកំរោលចូលឲ្យអញងងឹតមុខអញចាក់ឯងដោយមិនដឹងខ្លួនសោះឯងកុំប្រកាន់ខឹងនឹងអញអាសុកស្លូតថាចាំខ្ញុំជូនទៅត្បិតបងសុកឯងមានគុណលើខ្ញុំច្រើនខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះបងលុះព្រឹកឡើងអាសុកកាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដើរគ្នាដល់ព្រៃឫស្សីលុះកាប់បានពុះលួសរនាបហើយនាំគ្នាអង្គុយស៊ីបាយអាសុកកាចហិតកំបិតបន្ទួទៅអាសុកស្លូតប្រាប់ថាឯងចាក់ភ្នែកអញមកខាងទៅអាសុកស្លូតប្រកែកពំព្រមចាក់អាសុកកាចថាជើចាក់មកគីមិនដេចមិនអាណិតគ្នាផងសោះ
អាសុកស្លូតក៏ចាក់ឆ្កៀដូចគេឆ្កៀក្រសាំងឲ្យខ្វាក់ភ្នែកម្ខាងទៅឯអាសុកកាចឈឺពើផ្សាណាស់តែចិត្តចង់ប្រញាប់បានប្រាក់ដូចអាសុកស្លូតក៏ឲ្យអាសុកស្លូតចាក់ភ្នែកម្ខាងទៀតហើយបង្គាប់ឲ្យអាសុកស្លូតច្រានទៅចិត្តមាត់ស្ទឹងទាំងបង្គាប់ឲ្យធាក់ផងអាសុកស្លូតក៏ធាក់ទម្លាក់ទឹកស្ទឹងទៅអាសុកកាចសួរថាការដែលអញចាក់ឯងមុននោះឯងធ្វើដូចម្ដេចខ្លះអាសុកស្លូតថាអញរកតែពុទ្ធោជាប់នៅមាត់អាសុកកាចស្រែករកតែពុទ្ធោមិនឈប់លឺរំពងព្រៃមាត់ស្ទឹងទន្ទឹងរកកពើក៏ពុំជួបសោះណាមួយវាឈឺចាប់ហែបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំងឆ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីស៊ីនៅតែលលាក្បាលខ្មោចអាសុកកាចក៏អណ្ដែតតាមខ្សែទឹកលងគេឮតែពុទ្ធោពុទ្ធោដរាបដល់កំពង់ទឹកមហាសេដ្ឋីវេលានោះកងក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់តែកញ្ជ្រោកទឹកលេងសប្បាយស្រាប់តែឃើញលលាក្បាលអាសុកកាចនោះអណ្ដែតមកចិត្តលើងស្រែកថាពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នានឹកសង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកនៅមាត់កំពង់នោះលលាក្បាលខ្មោចនោះវាមិនបាត់ស្ងាត់សោះចេះតែលងគេរកតែពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមកប្រើឲ្យខ្ញុំប្រុសកាន់យកក្បាលខ្មោចអាសុកកាចនោះមកផ្ទះហើយនាងជំរាបមហាសេដ្ឋីជាឪពុកនាងថាលោកឪពុកខ្ញុំរើសលលាក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើងវាលងស្រែករកពុទ្ធោពុទ្ធោសេដ្ឋីជាមេដាបេដាស្ដាប់ហើយក៏ស្ទុះមកមើលឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោពុទ្ធោមែនអស្ចារ្យណាស់ក៏ឲ្យលៀងដោះខាត់ដាក់លើគោករលាក្បាលនោះក៏នៅតែស្រែករកពុទ្ធោពុទ្ធោជានិច្ចគ្មានឈប់ព្រឹកសេដ្ឋីនោះតែងតែទៅគាល់ព្រះមហាក្សត្រនៅចង់ព្រះរាជរោងជួបជុំអស់មន្ត្រីចក្រស្ដំរាល់ពេលពុំដែលខានសេដ្ឋីជំរាបអស់លោកថាខ្ញុំបានលលាក្បាលខ្មោចមួយចេះស្រែករកពុទ្ធោពុទ្ធោជានិច្ចអស់លោកចក្រស្ដំស្ដាប់ហើយឆ្លើយថាសេដ្ឋីកុហកទេមិនដែលមានលលាខ្មោចណាចេះស្រែករកពុទ្ធោទេយើងមិនជឿឡើយសេដ្ឋីថាពិតប្រកបណាស់បើអស់លោកមិនជឿខ្ញុំហ៊ានភ្នាល់ដោយមាស100តម្លឹងអស់លោកចាក់សឹកស្ដំទាំង4ថាយើងហ៊ានភ្នាល់ហើយធ្វើសម្បត្តិចុះកិច្ចសន្យាសេដ្ឋីទៅដល់ផ្ទះឮលលាខ្មោចស្រែករកពុទ្ធោកោកនឹកថាអស់លោកមកជាចាញ់ហើយសេដ្ឋីយកមាស100តម្លឹងឲ្យកូនក្មួយកាន់កោកដែលដាក់លលាក្បាលខ្មោចនោះយ៉ាងរហ័សទៅលុះចូលទៅដល់ទ្វារកំពែងខាងក្រៅលលាខ្មោចបាត់សម្លេងឈឹងពុំឮស្រែកពុទ្ធោសោះកាលចូលដល់ចង់ព្រះរាជរោងដាក់លលាក្បាលខ្មោចចំពោះមុខអស់លោកចក្រស្ដំទាំង4នោះហើយសេដ្ឋីបង្គាប់ថាចាំអីទៀតក៏មិនស្រែករកពុទ្ធោពុទ្ធោទៅលលាក្បាលខ្មោចបាត់សូនឈឹងមិនឮរកពុទ្ធោសោះមហាសេដ្ឋីចាញ់ក៏ជួនមាស100តម្លឹងទៅអស់លោកឯអស់លោកចំអកថាសេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នាហើយទះដៃសោចលាន់នៅទីព្រះរាជរោងសេដ្ឋីខឹងនឹងក្បាលខ្មោចណាស់លាអស់លោកចេញមកក្រៅដល់កំពែងស្រាប់តែលលាក្បាលខ្មោចស្រែកថាពុទ្ធោពុទ្ធោសេដ្ឋីរឹតតែខឹងណាស់ដល់ផ្ទះប្រើបាវឲ្យយកពូថៅនាំយកលលាក្បាលខ្មោចនោះទៅសំពងចោលឯកំពង់ទឹកបាវយកទៅមិនសំពងឲ្យល្អិតត្រឡប់ជាបោះលលាខ្មោចទាំងមូលចោលទៅក្នុងទឹកឯលលាក្បាលខ្មោចអាសុកកាចនោះអណ្ដែតតាមទឹកស្ទឹងហូររសាស់ទៅក្រោមវាលងរកពុទ្ធោពុទ្ធោរៀងទៅដល់កំពង់វត្តវេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចលងរកពុទ្ធោពុទ្ធោលោកក៏ស្រង់យកទឹកកត់និមន្តលោកផកសង្ឃផងគ្នាបាំងសុគររួចដុតក្បាលខ្មោចនោះសោះហើយលោកពិចារណាថាគួរយកកំទេចឆ្អឹងនេះលាយនឹងម្រ័ក្សខ្មុកសព្រះវិហារបញ្ជូនផលឲ្យដល់អ្នកដែលស្លាប់ហើយលោកក៏យកខ្មុកលាបតាមសពរតីលោកទៅសល់បន្តិចបន្តួចយកទៅលាបនឹងរទេះលោកការដែលម្រ័ក្សខ្មុករទេះនោះស្ងួតហើយលោកនៅរតីចង់ទឹមរទេះបទៅសួរញាតិញោមលោកឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់បចេញពីកប់ទៅវេលាស្ងាត់ពីមនុស្សរទេះនោះលាន់ផ្លូវនឹងដុំសង្កេតគ្នាដោយរទេះធម្មតាតែដល់ជួបនឹងឧបាសកឧបាសិការទេះនោះលាន់លឺដោយលោកជេរបញ្ចោគេថាមេចៅញាប់ញញឧបាសកឧបាសិកាលឺខឹងនឹងលោកព្រោះថាលោកជេរបញ្ចោប្រពន្ធកូនគេក៏ដៀថ្មាស់ជាពាក្យទម្ងន់លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់រឹតតែប្រមាថលោកឥតកោតញញើត
លោកខួរទៅទៀតជួបនឹងនិមឺនគេកំពុងដើរមានគ្នាច្រើនអារតេះលោកលន់លឺទៀតដូចជាលោកជេរម្ដាយនិមឺនទាំងនោះថាចៅម្ដាយនិមឺនខឹងនឹងលោកនាំគ្នាដេញពីលោកភ័យវាយគោបំបៅរួចទៅលោកនេះគិតថាពីដើមរទេះអញបមកមិនដែលលឺសូរជេរបញ្ចោគេទេរឿងនេះឃើញតែកំតិចឆ្អឹងខ្មោចដែលមកបិទសព្រះវិហារសពីនោះអញយកមកលាបរទេះនេះលោកត្រឡប់មកពីសួរញាតិញោមមកដល់វត្តវិញលោកកាប់រទេះដប់នៅកន្លែងដែលដប់ពលាក្បាលខ្មោចអាសក់នោះឆេះជាផេះកន្លែងនោះដោយមានជាតិអាសក់កាចក៏ដុះកើតជាស្មៅកន្ត្រើយដែលជាប់សម្ពុតខោមនុស្សសពថ្ងៃនេះឯងកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងចិត្តមិនអប់រំនាំឲ្យវិនាសរឿងសម្លាញ់ពីរនាក់កាលពីព្រេងនាយមានបរិះពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគត់លះសម្លាញ់មួយទៀតមានប្រពន្ធខាត់លះវេលាយប់ចូលដំណេកសម្លាញ់តែមានប្រពន្ធគ្រប់លះនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើឲ្យខ្ញុំដំបាយរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅទឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកជប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដូចគំនិតនឹងបានមាសប្រាក់ផ្តិលតក់ថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចបានងាយម្ល៉េះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រាងនោះនាងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លូផងយើងនឹងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីឲ្យស្រួលទើបប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចតតែដល់ពេលបាយទើបឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាចទៀតទៅល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាច់ទៅបើយូរណាស់ត្រឹមកន្លះខែទៀតមកជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងយកលក់យកប្រាក់មួយទៀតយើងត្រូវកាយយកមាសប្រាក់តុកថាសចានក្បាំងដ៏មានតម្លៃនៅក្នុងសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះមិនដឹងបានយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងសមុទ្រស្ដាប់ឮដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទូស្ដាច់ត្រីអន្សាសមុទ្រទើបរស់ជីវិតគិតហើយនាំគ្នាហែទៅដល់ស្ដាច់ត្រីទូតាមដំណើរដែលបរោះប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដាច់ត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពំយកមាស5គីឡូប្រាក់5គីឡូនិងតុកថាសផ្តិលចានឲ្យទៅបរោះប្តីប្រពន្ធអង្វរគេកុំឲ្យបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដាច់ត្រីបង្គាប់រួចនាំគ្នាពំហែមកដល់បរោះប្តីប្រពន្ធអង្វរសុំឲ្យឈប់បាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់កឡមាសប្រាក់តុកថាសតលចានឲ្យបរោះប្តីប្រពន្ធបរោះប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លេងបាចទឹកពីថ្ងៃនោះទៅហើយនាំប្តីប្រពន្ធជញ្ជូនទ្រព្យទៅទុកផ្ទះតតែអស់បរោះប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខតទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាតលះគាត់នឹកភ្នឹករលឹកដល់សម្លាញ់
ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងទៅលើផ្ទះឃើញគេនៅរាប់អានចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមសមគួរទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយតអូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីចំនួនអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែពីរអ្នកប្តីប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពំមាសប្រាក់និងរបស់គ្រប់មុខឲ្យអញឯសម្លាញ់មានប្រពន្ធខាតលះដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លះគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបរោះនោះនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ប្រដាឲ្យសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់ទ្រព្យសម្បត្តិដោយសម្លាញ់យើងលុះព្រឹកឡើងមេខាតលះជាប្រពន្ធបានក្រោកបង្កាត់ភ្លើងឆេះហើយបានបើកខាត់វល្លិអង្គរកំពុកមួយទុកដៃយកអង្គរទៅលាងកំពុកមួយទុកដៃទៀតច្រកអង្គរទៅក្នុងឆ្នាំងកំពុកមួយទុកដៃទៀតដល់ពុះជាបាយកំពុកទៀតច្រកអង្គរចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងតើតែថ្ងៃណាស់ហើយទើបដួសដាក់កញ្ជើហើយបណ្ដាលប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបាចចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើផិតភ័យនាំគ្នានិយាយថាបរោះប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាត់លះបោកល្អីដែលបាចទឹកនោះហើយថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលែងបាចហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោប្រពន្ធប្រកាច់ចម្បាប់គ្នាប្រទាញសម្ពុតគ្នាទៅវិញទៅមកតតែអាស្រាប់ទាំងប្តីប្រពន្ធលិចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរអ្នកថាខ្ញុំគេក៏ខ្ញុំចោះលែងបាចហើយត្រីទាំងនោះឮថាលែងបាចក៏ត្រេកអរធូរចិត្តលែងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បរោះប្តីប្រពន្ធក៏លោតសោកទាំងវងឯត្រីសណ្ដាយសោកតតែរយះមាត់បានជាមាត់ធំដូចជាគេហែករហូតដល់បច្ចុប្បន្ននេះបរោះប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះនាំគ្នាដកសារាយប្តីមួយអម្រែកប្រពន្ធមួយត្រនូត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅគំនិតសម្រាប់អប់រំពិចារណានៅក្នុងរឿងនាងរត់រោគអ្នកមេខាត់លះរត់រោគអបៈទុនសា